មកតភាគជីសុនអត់ម្ដងកន្លែងនេះគណៈកម្មការក៏ចង់សួរថាដែលលូស៊ុងប៊ីគាត់ទីឲ្យជីសុនហ្នឹងថាមានវិញ្ញាណដែលតាមជួយជីវិតគាត់ហ្នឹងគឺពិតមែនអត់ហើយជីសុនគាត់មិននិយាយអីច្រើនទេគាត់និយាយពីការពិតដែលកើតឡើងលើជីវិតគាត់ហ្មងគាត់ថាគាត់ធ្លាប់ត្រូវឡានដឹកតំណែងបុកគាត់ម្ដងប៉ុន្តែគាត់អត់មានរបួសអីលេងហើយម្នាក់ភ្ញាក់គ្រប់គ្នាគ្រាន់តែឮថាអត់មានត្រូវអីសោះហើយតាំងពីថ្ងៃហ្នឹងរហូតដល់ឥឡូវសូម្បីតែបិជើងប៉ាត់តាដែលខ្ញុំបានពាក់ថ្ងៃមានគ្រោះថ្នាក់ហ្នឹងដែលខ្ញុំមានអាយុបាន4ឆ្នាំហ្នឹងក៏ម្ដាយរបស់ខ្ញុំនៅរក្សាទុកនៅឡើយទេអត់ហ៊ានបោះចោលទេហើយគ្រោះថ្នាក់ហ្នឹងក៏ជាផ្នែកមួយនៃភាពវេទនាដែលខ្ញុំបានជួបនៅពេលដែលខ្ញុំព្យាយាមគេចវេះអត់ធ្វើជាគ្រូចូលរូបហើយចុងក្រោយខ្ញុំក៏ត្រូវទទួលយកវាធ្វើជាគ្រូចូលរូបហើយពេលនោះខ្ញុំនៅក្មេងពេកខ្ញុំសឹងតែចាំអីអត់បានទេប៉ុន្តែម្ដាយខ្ញុំបានធ្វើពិធីមួយដើម្បីព្យាយាមគេចវេះកុំឲ្យខ្ញុំបានធ្វើជាគ្រូចូលរូបប៉ុន្តែពេលដែលម្ដាយខ្ញុំកាន់តែធ្វើវាធ្វើឲ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅហើយជួបឧបទ្ទវហេតុគ្រោះថ្នាក់កាន់តែច្រើនហើយម្ដាយរបស់ខ្ញុំក៏ជាគ្រូចូលរូបអញ្ចឹងគាត់ដឹងថាភាពលំបាកនៃការធ្វើជាគ្រូចូលរូបគឺវាលំបាកប៉ុណ្ណាមិនមែនតែម្ដាយគាត់ទេគឺទាំងគ្រួសារគាត់ហ្មងដែលអត់ចង់ឲ្យជីសុនធ្វើជាគ្រូចូលរូបទេហើយពួកគាត់ក៏បានធ្វើពិធីការពារខ្ញុំពីវិញ្ញាណគ្រូចូលរូបប៉ុន្តែនៅពេលដែលខ្ញុំអាយុបាន5ឆ្នាំខ្ញុំបានទៅចាប់តិចជ្រូកស្ងោរហើយវាដាច់មកដូចយកកបិតយកទៅកាត់អញ្ចឹងហើយនៅពេលនោះហើយវិញ្ញាណគ្រូចូលរូបគឺបានមកស្ថិតនៅជាមួយនឹងខ្ញុំរួចរាល់ហើយនៅពេលម្ដាយរបស់ខ្ញុំឃើញអញ្ចឹងគឺគាត់ត្រូវតែយកព្រមទទួលយកជាប់វាសនាជីវិតរបស់ខ្ញុំ